បុរសអ្នកស្រ័យម្នាក់រកស៊ីចិញ្ចឹមជីវិតដោយការដាក់ជុចយកត្រីមកលក់ដូរមើលឲ្យច្បាស់ណាកូននេះគឺជាវិធីធ្វើជុចសម្រាប់ចិញ្ចឹមជីវិតយើងថ្ងៃមួយកូនប្អូនមានសេចក្តីសង្ស័យក៏សុំឪពុកទៅព្រៃជាមួយដើម្បីចង់ដឹងពីរបៀបធ្វើជុចពុកខ្ញុំមិនហ៊ាននៅផ្ទះម្នាក់ឯងទេសូមយកខ្ញុំទៅព្រៃជាមួយផងឪពុកបានបង្ហាញកូនពីរបៀបកូតឫស្សីឲ្យកោចជាភ្លើងដើម្បីដុតអាំងត្រីបរិភោគបើគ្មានដែកភ្លើងកូនត្រូវកូតឫស្សីបែបនេះឲ្យក្តៅទើបបង្កើតភ្លើងបានឲ្យមកឪពុកក៏មានជំងឺជាទម្ងន់ហើយស្លាប់ទៅពុកស្លាប់ចោលយើងហើយតើយើងនឹងរស់នៅយ៉ាងដូចម្ដេចទៅបងដោយអស់ទ្រព្យសម្បត្តិកូនបងក៏បំបួលប្អូនដើរសុំទានគេដើម្បីរស់អង្គយើងអស់ហើយប្អូនអើយតើយើងគួរដើរសុំទានគេឬដូចម្ដេចប៉ុន្តែកូនប្អូនមិនព្រមឡើយព្រោះគេខ្មាស់គេហើយជឿជាក់លើកម្លាំងខ្លួនឯងខ្ញុំមិនទៅសុំទានគេទេខ្មាស់គេណាស់យើងមានដៃជើងដូចគេដែរសុភ័ក្ររំលឹកពីការងារដែលឪពុកធ្លាប់ធ្វើហើយប្រាប់បងថាគេអាចធ្វើជុចបានបងកុំព្រួយខ្ញុំចាំការងាររបស់ពុកទាំងអស់ខ្ញុំនឹងធ្វើជុចដាក់ត្រីចិញ្ចឹមបងប្អូនទាំងពីរនាំគ្នាចូលទៅក្នុងព្រៃជ្រៅដើម្បីរកកន្លែងដាក់ជុចសត្វធំយើងទៅរកដាក់ជុចនៅព្រៃវិញបងក្រែងបានសត្វធំមានសាច់ច្រើនពួកគេបានប្រទះឃើញត្រពាំងមួយមានទឹកថ្លាឆ្វេងក៏នាំគ្នាឈប់សម្រាកឲ្យមានកម្លាំងទឹកនេះត្រជាក់ណាស់ប្អូនអើយផ្លែឈូកក៏ផ្អែមទៀតមិនយូរប៉ុន្មានជុចរបស់សុភ័ក្រក៏ជាប់ជ្រូកព្រៃមួយយ៉ាងធំដូចបំណងឃើញទេបងជុចយើងជាប់ជ្រូកព្រៃហើយសុភ័ក្រចង់ស៊ីសាច់ដំរីក៏គិតធ្វើជុចយ៉ាងធំដើម្បីដាក់ដំរីស្រខ្ញុំនឹងដាក់ជុចយកដំរីនេះឲ្យបានបងចាំមើលចុះដំរីស្រដ៏ធំក៏បានដើរចូលក្នុងជុចហើយជួបខ្លួនឬមិនរួចរហូតដល់ស្លាប់អោប្អូនអើយប្អូនពិតជាពូកែណាស់ដាក់ជុចបានទាំងដំរីក្លិនសាច់ដំរីអាំងឈ្ងុយឈូកក៏ផ្សាយទៅដល់ភពរបស់ស្ដេចយក្សដែលមានអំណាចក្លិនអ្វីក៏ឈ្ងុយឈប់ម្លេះអញត្រូវតែទៅមើលឲ្យឃើញយក្សបានចុះមកដល់ហើយគំរាមដេញកុមារទាំងពីរចេញដើម្បីស៊ីសាច់ដំរីម្នាក់ឯងវីអាក្មេងច្រមុកដើរចេញឲ្យឆាប់សាច់នេះជារបស់អញសុភ័ក្រប្រើល្បិចបញ្ឆោតឲ្យយក្សចូលទៅក្នុងជុចដើម្បីបង្ហាញពីកម្លាំងរបស់វាពូឯងចង់ដឹងថាជុចនេះពូកែយ៉ាងណាចូលសាក់ឡងមើលទៅយក្សក៏ចូលក្នុងជុចស្រាប់តែត្រូវជុចរឹតរួតយ៉ាងណែនឬមិនរួចឡើយអូលោកម្ចាស់អើយសូមអាណិតដោះលែងខ្ញុំផងខ្ញុំចាញ់ហើយខ្ញុំនឹងជូនកន្សែងបក់បោយនិងប្រគល់រាជឲ្យលោកទាំងពីរបងប្អូនទាំងពីរនាំគ្នាធ្វើដំណើរទៅកាន់នគរយក្សតាមតម្រុយដែលយក្សបានទុកឲ្យតោះបងយើងទៅយកនគរតាមសម្ដីរបស់យក្សនោះនៅពេលមកដល់នគរពួកសេនាយក្សទាំងអស់បានក្រាបថ្វាយបង្គំកុមារទាំងពីរសូមស្វាគមន៍លោកម្ចាស់ទាំងពីរស្ដេចយើងបានប្រាប់រួចហើយកុមារទាំងពីរបានរស់នៅយ៉ាងសុខសប្បាយដោយកូនប្អូនឲ្យកូនបងឡើងសោយរាជក្នុងនគរយក្សនោះទៅចុះបងជាស្ដេចចំណែកខ្ញុំជាអ្នកជួយបងយើងនឹងរស់នៅទីនេះជារៀងរហូត